តាមពិតអ្នកដែលភ័យជាងគេគឺលោកហ៊ុនម៉ាណែតទេបើសិនជាតុលាការអត់លុបអត់លើកលែងការចោទប្រកាន់លោកកឹមសុខារឿងណារួចខ្លួនទាំងអស់បើសិនជាតុលាការទម្លាក់បទចោទលោកកឹមសុខាហើយឲ្យគាត់ចេញទៅប្រកួតប្រជែងនយោបាយបើគណៈបកអីដូចធម្មតាវិញណាហើយប្រកួតនៅក្នុងការបោះឆ្នោតទៅអ្នកណាឈ្នះនឹងឈ្នះទៅអត់អីទេគឺរួចខ្លួនចំណេញទី1ប្រទេសជាតិយើងផុតពីការទទួលទណ្ឌកម្មលើអន្តរជាតិមុខមាត់យើងក៏ក្រាន់បើឡើងវិញទី2រដ្ឋាភិបាលសពថ្ងៃដែលដឹកនាំដោយលោកហ៊ុនម៉ាណែតក៏រួចខ្លួនដែររួចខ្លួនត្រង់ថាមិនជាប់ចោតពីបទក្បត់ជាតិដែលសុំកលុំជាមួយរដ្ឋបរទេសដែលមានចេតនាប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលយើងក្បត់ជាតិនៅក្នុងការតែយើងសុំកលុំជាមួយរដ្ឋបរទេសដែលមាននៅក្នុងបទចោទថានឹងផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាទៅហើយហ្នឹងហើយហេតុអីបានជាច្បាប់ណាដែលចែងមកថាយើងមានសិទ្ធិទៅអែបអបសុំកលុំជាមួយនឹងរដ្ឋបរទេសដែលជារដ្ឋដែលចង់ផ្ដួលរំលំរដ្ឋាភិបាលតែអាហ្នឹងមិនមែនជាទោសក្បត់ជាតិទេអញ្ចឹងហេតុអីបានអស់លោកបោកប្រជាពលរដ្ឋខ្មែរទាំងឃើញគ្នាថាគ្នាល្ងងគ្នាមើលមិនឃើញមែនយើងធ្វើនយោបាយប្រជាពិធធ្លាក់នរកអស់ហើយលោកខ្ញុំសូមឲ្យអស់លោកកាត់បន្ថយអានឹងបន្តិចកុំមើងងាយរាជខ្មែរពេកយើងចោទអាមេរិកថាសុំកលុំចង់រំលាយរដ្ឋាភិបាលកម្ពុជាហើយមួយថ្ងៃចរចាជាមួយអាមេរិកផ្នែកពាណិជ្ជកម្មសុំឲ្យបទូបថយពន្ធដារសុំឲ្យរឹតចំណងបន្តឹងសុំឥឡូវស្វាគមន៍អាមេរិកឲ្យមកធ្វើសម្ពយុទ្ធយោធាជាមួយកម្ពុជាទៀតបានន័យថាម៉េចបងប្អូនបើយើងចោទអាមេរិកថាចង់ផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាឥឡូវស្វាគមន៍តាហ៊ានគេចូលមកធ្វើការជាមួយតាហ៊ានយើងដើម្បីធ្វើសម្ពយុទ្ធយោធាយើងបើកផ្លូវឲ្យសត្រូវដែលជាក្រុមក្បត់ជាតិចូលមកក្នុងផ្ទះរបស់យើងចូលកាយពវៀនពតាំងកិច្ចការសម្ងាត់របស់យោធាយើងតើនេះឬដែលជាអំពើមិនក្បត់ជាតិហ៎ដល់ពេលអញ្ចឹងខ្ញុំអត់យល់យើងធ្វើឲ្យប្រជាពលរដ្ឋគ្នាអត់យល់អាហ្នឹងគេហៅកំបិតចិត្តដងឯងហើយរឿងស្រួលណាស់ដែលខ្ញុំនិយាយយើងគេហៅជ្រុលក្បាលកពើរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំគណៈបកប្រជាជនកម្ពុជានេះគឺជ្រុលក្បាលកពើគ្រប់រឿងតនេនៅមិននៅយកជាប់ភ្នៅមកទ្វាតឃ្លៀកទៅរំលាយគណៈបកសង្គ្រោះជាតិដែលមានប្រជាពលរដ្ឋ3លាននាក់ពោះថ្លាន់ទៅលេបកម្មប្រមាបងប្អូនសំបីតែធម្មជាតិក៏យើងដឹងដែរថាតើកម្មប្រមាវាមានបលាវាមានស្អីចំណៃរបស់ពោះថ្លាន់បើឆ្លុះអីវាស្រួលវាទុនរុំរឹតអីចឹងទៅវាបាក់ឆ្អឹងបាក់អីទៅស្រួលលេបតែនេះកម្មប្រមាបើទោះបីជាលេបបានយ៉ាងលំបាកហ្នឹងទៅដល់ក្នុងពោះមិនយូរទេធ្លុះធ្លាយពវៀននឹងអស់ដដែលហ្នឹងហើយសួរតែពោះថ្លាន់នឹងរស់ហេងាប់ពោះថ្លាន់ក៏ងាប់កម្មប្រមាក៏អត់រស់ហើយចង់បានអីគេអាហ្នឹងហើយដឹងទៀតជ្រុលក្បាលកពើហ្នឹងដឹងងាប់ធ្វើមិនព្រោះឃ្លានហើយកាពះហ្នឹងគឺត្រូវតែលេបកម្មប្រមាតែដឹងទៀតថាកម្មប្រមាហ្នឹងតែលេបងាប់ហើយធ្លុះពវៀនហើយនៅតែលេបហ្នឹងជ្រុលហើយដល់ពេលជ្រុលចាប់ផ្ដើមធ្វើច្បាប់កែនេះកែនោះអីចឹងដើម្បីឲ្យត្រូវនឹងអ្វីដែលខ្លួនកាត់ក្បាលឲ្យត្រូវមួកអត់កាត់មួកឲ្យត្រូវក្បាលទេកែរដ្ឋធម្មនុញ្ញកែច្បាប់នេះកែអីទាំងអស់ដើម្បីធ្វើឲ្យអាការប្រព្រឹត្តរបស់ខ្លួនហ្នឹងឲ្យសមស្របថាពោះថ្លាន់លេបកម្មប្រមាបានអត់ងាប់ទេឥឡូវកម្មប្រមាហ្នឹងនៅក្នុងពោះថ្លាន់ណាបងប្អូនតើយើងសប្បាយទេសនុកទេធ្វើអីក៏តែមិនកើតវាក៏តែមិនកើតលូនក៏តែមិនកើតពួកអីបាត់ចុះបាត់ឡើងវាមុតអាបលាកម្មប្រមានៅក្នុងពោះហ្នឹងចឹងបានថាវាចង្រៃទាំងពោះថ្លាន់ចង្រៃដល់កម្មប្រមាអត់បានទាំងអស់គ្នាខូចប្រយោជន៍ទាំងអស់គ្នានឹងជ្រុលមួយសាទៅដល់ពេលជ្រុលមួយសាទៀតសហគមន៍អន្តរជាតិគេថ្កោលទោសយើងទៅចាប់ចិនអូយសប្បាយចិត្តណាស់ចិនមិត្តដៃថែបព្រោះអីយើងដឹងហើយចិនគេឲ្យជំនួយយើងឥតចំណងយកអីយកទៅចង់សង់ស្អីគេចោតយើងអារឿងយកទីមូលដ្ឋានទ័ពរៀមយកមូលដ្ឋានទ័ពហ្នឹងដែលអាចចិនមកដាក់ទ័ពដាក់អីគេចោតប្រកាន់យើងហ្នឹងក៏កែកឲ្យសតេទៅធ្វើអាពលានយន្តហោះមួយនៅតារាសាគរកណ្ដាលព្រៃសុទ្ធសាធអស់1000លានដុល្លារជាងលុយគម្រោងរបស់ UDG របស់ចិនហ្នឹងរំលោភដីប្រជាពលរដ្ឋក្តៅកាហាយឲ្យធ្វើពិសយន្តហោះនៅតារាសាគរនៅខេត្តកោះកុងហ្នឹងដើម្បីចុះយន្តហោះចម្បាំងដែលយន្តហោះចម្បាំងប្រភេទធំដូចរបស់ចិនឯអាចចុះបាននៅពេលដែលត្រូវប្រើប្រាស់ពលានយន្តហោះបើសិនជាមានសង្គ្រាមទៅមុខគេរករឿងយើងអោបកសោបចិនយើងនៅតែម្នាក់ការពារចិនហ្នឹងអ្នកជំនាញអ្នកឯកទេសគេមកនឹងជួយអភិវឌ្ឍឥឡូវចិនបំផ្លាញខ្មែរគ្រប់រឿងទាំងអា scam ផងទាំងអាបញ្ហាអីសពបែបយ៉ាងដល់តែពេលមានរឿងជាមួយថៃរឿងដែនអធិបតេយ្យចិនប្រលេះដៃចោលខ្មែរបាត់ទៅធ្វើសម្ពយុទ្ធយោធាជាមួយថៃ
យើងឃើញចរិតយើងហ៎យើងគិតថាអូសហគមន៍អន្តរជាតិអត់បានប្រយោជន៍មានផេះអីទេមិនឃើញដាក់ទណ្ឌកម្មអីលោកហ៊ុនសែនបាននេះជាទណ្ឌកម្មឯងបងប្អូនជាបណ្ដាសាឯតាបណ្ដាសាហ្នឹងបងប្អូនអត់ដឹងទី1គឺជាបណ្ដាសាដែលពេលដែលយើងរំលាយសិទ្ធិមនុស្សនិងប្រជាធិបតេយ្យហ្នឹងទី1គឺប្រទេសយើងអត់រីកចម្រើនហ្នឹងគឺយើងនៅទឹកបើគេទៅ10ជំហានយើងបាន1ជំហាននឹងជំហានគិញគក់តាមពិតយើងត្រូវលោតបាន10ជំហានតែយើងលោតអត់រួចដោយសារតែបញ្ហាហ្នឹងអភិវឌ្ឍអត់លឿនទេបានមិនមែនអត់សោះទេយើងថាមិនអភិវឌ្ឍសោះអានឹងខុសហើយមានកំណើនសេដ្ឋកិច្ចមានអីចឹងដែរក៏ប៉ុន្តែកំណើនសេដ្ឋកិច្ចហ្នឹងវាអត់បានផលស្មើទៅប្រជាពលរដ្ឋដែលសមប្រកបទេព្រោះប្រព័ន្ធដឹកនាំរដ្ឋដែលគ្មានតម្លាភាពគ្មានប្រជាធិបតេយ្យគ្មានការគោរពសិទ្ធិមនុស្សគ្មានដូចថាមានអំពើពុករលួយច្រើនគឺអ្នកដែលបានផលគឺតែក្រុមប្រហែលជា 5% នៃប្រជាពលរដ្ឋទាំង18លានអ្នកទេគឺ 95% គឺក្រអត់បានផលពីរឿងហ្នឹងទេនៅប្រទេសណាក៏ដូចប្រទេសណាដែរឃើញ GDP ស្អីផលទុនជាតិសរុបអីមើល30-40ពាន់លានដុល្លារហ្នឹងវាជាផលទុនរបស់លុយអុកញ៉ាលីយ៉ុងផាត់អុកញ៉ាអ្នកអុកញ៉ាកុកអានឬក៏ Gen Z អីឯណោះទេវាអត់មែនជាលុយរបស់ប្រជាពលរដ្ឋប្រជាកសិករលក់លីហាលឬក៏អ្នកដែលស្រូវធ្វើអត់បានផល1គីឡូ600អីហ្នឹងទេអត់បានផលដល់ពួកគាត់ទេដល់អញ្ចឹងទៅអានឹងជាបណ្ដាសាតើបងប្អូនឃើញយើងអត់រីចម្រើនទេប្រាក់ខែកម្មករក៏អត់ឡើងបានហើយដល់ពេលអត់ឡើងបណ្ដាសាមួយទៀតព្រោះតែធម្មតាដឹងហើយតែប្រជាពលរដ្ឋលំបាកជីវភាពគាត់តវ៉ាអញ្ចឹងបង្ក្រាបទៀតហើយបង្ក្រាបហ្នឹងត្រូវបណ្ដាសាទៀតគេដាក់ថែមដល់តែពេលគេដាក់ថែមយើងខ្លាយទៅជារដ្ឋឯកោឃើញរដ្ឋឯកោហើយបងប្អូនជាសកលលោកគឺកម្ពុជាជារដ្ឋឯកោយើងអត់ដែលដឹងទេព្រោះនិយាយពីមុនមកបងប្អូនអត់ដែលស្ដាប់ទេគាត់ថាឯកោអីទៅឃើញតែគណៈប្រតិភូខ្មែរទៅប្រទេសណាក៏គេទទួលទៅអង្គការសហជីវជាតិក៏គេហៅគេគណៈប្រតិភូពីរដ្ឋផ្សេងទៅកម្ពុជាគេទស្សនកិច្ចផ្លូវរដ្ឋអីឃើញមានអាល្លឺម៉ង់មានកូរ៉េមានជប៉ុនមានអាមេរិកមានអីចឹងហើយមើលចុងខែនេះចុងឆ្នាំនេះមានបារាំងអីណាក្រុងអីណាទៅស្រុកខ្មែរមានដូចថាទំនាក់ទំនងការទូតហ្នឹងគឺជួបមន្ត្រីការទូតនឹងសឹងរាល់ថ្ងៃហេតុអីបានថាកម្ពុជាឯកោបងប្អូនពាក្យថាទំនាក់ទំនងការទូតណាប្រទេសទាំងអស់ដែលមានស្ថានទូតនៅប្រទេសកម្ពុជាគឺគេនៅក្នុងដែនអធិបតេយ្យរបស់យើងគេមានទូតរបស់គេក្នុងដែនអធិបតេយ្យរបស់យើងចង់មិនចង់គេត្រូវតែមានទំនាក់ទំនងផ្សារភ្ជាប់ដើម្បីសុំអាភាពស្របច្បាប់នៅក្នុងការរស់នៅក្នុងទឹកដីយើងឲ្យជួយមើលការខុសត្រូវសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋគេតាក់ទងអីក្នុងរឿងហ្នឹងអញ្ចឹងគេជួបប្រស្រ័យតាក់ទងគឺជាការគូសំប៉ុន្តែទំនាក់ទំនងការទូតលើឆាកអន្តរជាតិកម្ពុជាបរាជ័យហើយបរាជ័យហ្នឹងគឺយើងដឹងតាមរយៈអីគឺនៅពេលដែលមានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រជុំម្ដងណានិយាយពីរឿងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យប្រទេសច្រើនណាស់គេថ្កោលទោសអត់តែប្រទេសវៀតណាមនិងប្រទេសចិនទេអូយការពារខ្មែរសម្បើមណាស់ព្រោះហេតុអីបានចិននិងវៀតណាមការពារខ្មែរព្រោះចិនទំហំសេដ្ឋកិច្ចពីយើងទៅចិនរាប់ពាន់10ពាន់លានដុល្លារជាងខ្មែរយើងនាំទៅចិនបានពី3000លានហ្នឹងវៀតណាមរាប់ពាន់លានដុល្លារទៀតដូច្នេះចំណេញគេគឺគេការពារឲ្យយើងមានបញ្ហាបងប្អូនត្រូវចាំណាបើខ្មែរឆ្លោះគ្នាខ្មែរមានបញ្ហាអ្នកដែលចំណេញគឺប្រទេសជិតខាងយើងដោយទាំងវៀតណាមនិងចិនផងយើងអត់ចំណេញទេខ្មែរអញ្ចឹងអ្នកណាធ្វើឲ្យបរទេសចំណេញហ្នឹងយើងគិតខ្លួនឯងទៅហើយដល់អញ្ចឹងនៅពេលដែលខ្ញុំនិយាយថាការទូតយើងបរាជ័យដោយសារអីមានចំនួនព្រំដែនថៃបានដឹងថាយើងបរាជ័យហើយយើងឯកោមែនតើព្រោះគ្មានសហគមន៍អន្តរជាតិណាសូម្បីតែមួយប្រទេសកោតទោសថៃហ៎បងប្អូននេះគឺជាបរាជ័យការទូតធំណាស់វាមិនដែលទេយើងថាវាអត់សោះព្រោះចិននិងវៀតណាមអីvẫnធ្លាប់ការពារខ្មែរមកអាយុហើយរុស្ស៊ីអីក៏អញ្ចឹងដែរពេលខ្លះហ្នឹងគឺសិស្សក្រុមផ្ដាច់ការហ្នឹងគេនាំគ្នាជួយការពារគ្នាដល់ពេលរឿងដែនអធិបតេយ្យជាមួយថៃប្រលេះដៃចោលខ្មែរទាំងអស់តើនេះឬដែលយើងគិតថាយើងធ្វើត្រូវនេះហើយដែលគេជាបណ្ដាសានៃទណ្ឌកម្មឬក៏ការថ្កោលទោសពីអន្តរជាតិពីអាមេរិកពីចក្រភពអង់គ្លេសពីអីឥឡូវយើងមើលចិនក៏ដោះដៃចោលយើងចិនដែលយើងគិតថាមិន10000ឆ្នាំក៏ដោះដៃចោលយើងចំនួនព្រំដែនខ្មែរថៃឲ្យខ្មែរនិងថៃឆ្លោះគ្នាពីរអ្នកដណ្ដើមគ្នាដេកកដាលហើយគេរត់ចោលអស់ឃើញយើងខាតអីទេបងប្អូនយើងខាតរឿងបញ្ហាទឹកដីនេះធំណាស់ព្រោះយើងអត់មានសម្ព័ន្ធមិត្តដែលជួយយើងសំបីតែមួយប្រទេស193ប្រទេសខ្មែរគ្មានប្រទេសណាជួយយើងសំបីតែមួយប្រទេសហើយអ្វីដែលគ្រោះថ្នាក់បំផុតដែលយើងអត់សង្ឃឹមនោះគឺអាមេរិកនៅខាងថៃទៀតអាមេរិកដែលជាអាញាកណ្ដាលដែលជួយផ្សំផ្គុំអីដើម្បីឲ្យមានបាត់ឈប់បាញ់ពីរលើក
ឥឡូវនៅខាងថៃហើយឥឡូវមកថ្កោលទោសកម្ពុជារឿងចោតអាមេរិកថាជាប្រទេសដែលខុបខិតជាមួយលោកកឹមសុខាផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាខ្វះការទទួលខុសត្រូវចោតទាំងបំពេញតើយើងមានមុខមាត់អីម្ដងទៀតបងប្អូនយើងខំប្រឹងលួងអាមេរិកថាចាំមកធ្វើសម្ពយុទ្ធយោធាជាមួយកម្ពុជាកំបិតចិត្តដងឯងទៀតហើយកម្ពុជាលោកហ៊ុនម៉ាណែតមិនដឹងត្រូវរងបញ្យលប្រាប់ប្រជាពលរដ្ឋមិនបើអត់ព្រមដោះស្រាយបញ្ហាហ្នឹងព្រោះអីបើអាមេរិកគឺជារដ្ឋខុបខិតដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាតើយើងទៅអាចសហការជាមួយរដ្ឋដែលជាសត្រូវយើងកើតទេយើងទៅឲ្យតែហ៊ានគេមកធ្វើសម្ពយុទ្ធយោធានៅក្នុងប្រទេសកម្ពុជាយើងកើតទេយើងទៅចូលរួមក្រុមការងារនៅរបស់រដ្ឋបរទេសដែលគិតថាជារដ្ឋក្បត់ជាតិយើងនឹងកើតទេហើយចុះអ្នកចូលរួមនឹងជាអ្វី